ខួបកូនពៅឆ្នាំនេះគាត់ថាគាត់ចង់ញ៉ាំសាច់អាំងអញ្ចឹងជីដើររកកន្លែងសាច់អាំងដើម្បីគាត់ហើយរើសទៅរើសមកគាត់សម្រេចថាទៅ Steakhouse របស់ប្រេស៊ីលគ្រាន់តែចូលអង្គុយដល់ក្នុងហាងអ្នកសេវីគាត់បានប្រាប់ថាបើសិនជាខ្ញុំចង់បានសាច់អាំងឲ្យខ្ញុំបង្វិលកាតនឹងឡើងទៅជាពណ៌បៃតងប៉ុន្តែប្រសិនបើយើងមិនត្រូវការសាច់ទេគឺយើងបង្វិលកាតនឹងទៅជាពណ៌ក្រហមវិញពេលដែលខាងសេវីគាត់បានប្រាប់រួចរាល់ហើយគឺគាត់មានជាអាហារសម្រន់គឺប្រភេទនំគ្រក់ដើម្បីយើងញ៉ាំលេងហើយបន្ទាប់មកទៀតគឺយើងអាចដើររើសជាប្រភេទសាឡាត់ផ្សេងៗដោយខ្លួនឯងបានចំពោះសាឡាត់ប្រេស៊ីលគឺគាត់មានច្រើនមុខមែនតើបងប្អូនហើយសម្រាប់បន្លែខ្លះក៏គាត់មានការដុតខ្លះដែរចំណែកឯកូនពៅវិញដំបូងគឺគាត់ញ៉ាំសាច់ជ្រូកអាំងជាមួយនឹងទឹកឃ្មុំបន្ទាប់មកទៀតទើបគាត់បន្តទៅញ៉ាំស្តេកសាច់ចៀមហើយសម្រាប់ខ្ញុំដំបូងគឺខ្ញុំញ៉ាំស្តេកសាច់គោមុនគេរួចទៅបន្តទៅញ៉ាំស្តេកផ្សេងទៀតបើនិយាយពីម្ចាស់ខួបវិញគាត់ញ៉ាំបានមែនតើថ្ងៃនេះដោយសារស្តេកនៅហាងនេះគឺឆ្ងាញ់ពេលដែលញ៉ាំរួចរាល់ហើយខាងសូវីគឺគាត់លើកខេកចេញមករីឯទឹកមុខម្ចាស់ខួបវិញគឺញញឹមបិទមាត់មិនចិត្តហើយខេកយើងមានពីរប្រភេទមួយជាប្រភេទ Strawberry មួយទៀតជាប្រភេទសូកូឡាជាមួយនឹងការ៉េមសូម្បីតែពេលដែលគាត់បួងសួងដើម្បីផ្លុំទៀនក៏គាត់រៀនដែរបងប្អូនគាត់មើលឆ្វេងមើលស្ដាំសិនហើយសកម្មភាពយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូន